និយាយបពីប្រហែលថ្ងៃនេះគឺវីដេអូលើ page ក៏មិនសូវបានផុស YouTube ក៏មិនសូវបានផុស TikTok ក៏មិនសូវបានផុសដែរបងប្អូនអើយចាថ្ងៃនេះវិញគឺមកស្ងោរស្ពៃកញ្ញាជាមួយបាតត្រីឆ្លាតជាសាច់ត្រីឆ្លាតណាហើយអញ្ចឹងខ្ញុំគិតថាសាច់ត្រីឆ្លាតរបស់ខ្ញុំរៀងស្ទើក៏ខ្ញុំបន្ថែមជាត្រីស្រស់បន្ថែមទៀតឲ្យបងប្អូននៅមានលេខកំពឹសទៀតណាបងប្អូនចាហើយបើបន្លែយើងស្លវិញគឺបើយើងស្លតែស្ពៃកញ្ញាមួយមុខក៏គឺសម្រស់វាអត់សូវស្អាតពោអត់សូវស្អាតទេបើយើងបន្ថែមជាមួយការ៉ុតហើយប្រសិទ្ធអីចឹងទៀតដែរបងប្អូនចាគឺខ្ញុំបន្ថែមហ្នឹងការ៉ុតផងហើយនឹងប្រសិទ្ធផងបងប្អូនដល់ពេលយើងស្លទៅវាមានពណ៌សម្បុរស្អាតហើយក៏បង្កើនរសជាតិតាមនឹងមួយបែបទៀតដែរបងប្អូនអើយចាសាច់ត្រីឆ្លាតរបស់ខ្ញុំគឺខ្ញុំបង់ឲ្យវារាងឆ្អិនមួយល្មមគឺខ្ញុំដាក់ការ៉ុតចូលមុនដែរបងប្អូនដើម្បីឲ្យឆ្អិនការ៉ុតចឹងទៅឲ្យបានឆ្អិនមុនគេបងប្អូនថ្ងៃហ្នឹងខ្ញុំចូលសម្លេងដូចជាវល់វល់មករយៈពេលហ្នឹងបងប្អូនចាចូលសម្លេងរឿងវល់វល់តិចឲ្យផុសលើ YouTube អ្នកមើលក៏តាមដានមើលបន្តិចចានិយាយរឿងជួបដិតមិនទេបងប្អូនអើយចាតែគុំប្រកែកប្រកាន់នាងខ្ញុំអីព្រោះអីប្រហែលថ្ងៃដូចជារឿងវល់វល់ទឹកមកការកូនបងហើយមិនទាន់ឆ្លាស់កស្រួលបូទេបងប្អូនទៅចូលម្លេងមុខក្រោយភ្លេចមុខភ្លេចក្រោយមិនដឹងទេបងប្អូនចាហើយសម្លខ្ញុំក៏បានឆ្អិនជាស្ថាពរបងប្អូនបងជីតិចតួចមកគឺជាតិតែម្ដងចាត្រីទៅ2ទៅ3មុខមានកំពឹសផងអីផងអូឆ្ងាញ់